ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើករឿងមួយដែលបងប្អូនមួយចំនួនគាត់ឆាតសួរខ្ញុំថាសួស្តីបងប្អូនតើបងប្អូនរាល់ថ្ងៃលក់ដូរចំណេញដែរអត់វីដេអូនេះខ្ញុំសូមឆ្លើយតបទៅបងដែរថាការលក់ដូររបស់ខ្ញុំរាល់ថ្ងៃគឺនៅតែចំណេញគ្រាន់តែថាវាអាស្រ័យទៅតាមទំហំនៃការលក់របស់យើងបើសិនជាយើងលក់បានតិចអានឹងយើងចំណេញតិចប្រសិនបើយើងលក់បានច្រើនអានឹងយើងចំណេញច្រើនអញ្ចឹងណាបងហើយបើសិនជាបងចង់បើកលក់ដូររបស់រ៉ូស៊ីដូចជាពួកខ្ញុំដែរបងត្រូវសិក្សានៅតំបន់បងជាមុនសិនសួរថាតើនៅក្នុងតំបន់បងមានអ្នកលក់ដូរប្រមាណតូបមានប្រជាជនប្រមាណអ្នកហើយតំណែងតំណងនៅក្នុងភូមិបងមានតំណែងតំណងល្អជាមួយអ្នកភូមិដែរអត់ចឹងណាបងប្រសិនបើភាគរយនៃការតំណែងតំណងរបស់បងល្អជាមួយអ្នកភូមិច្រើននៅពេលដែលបងបើកទៅគឺប្រជាជននៅក្នុងភូមិក៏គាត់មក support មកគាំទ្របងច្រើនដូចគ្នាប៉ុន្តែប្រសិនបើការតំណែងតំណងអាចរៀងទាបអាចក្រោម 50% អានឹងបងបើកទៅនឹងជួបការបរាជ័យច្រើនដូច្នេះមុនពេលបងបើកបងទៅសិក្សាជាមុនសិនដើម្បីកុំឲ្យខាតទាំងប្រាក់កាក់ខាតទាំងពេលវេលារបស់បងអរគុណច្រើនបង